តោះបងប្អូនមកទៀតហើយថ្ងៃនេះជួបគ្នាជាមួយនឹងសម្លម្ជូរខ្ទិះបាទជំនួសជូរខ្ទិះសាច់មាន់ជាមួយនឹងបន្លែឃ្លោកបងប្អូនណាបាទអញ្ចឹងឥឡូវយើងដាក់លីងខ្ទិះចូលបាទលីងខ្ទិះចូលក្នុងឆ្នាំងនេះគឺជាខ្ទិះដូងបងប្អូនយើងចាក់ចូលក្នុងឆ្នាំងហើយយើងដាក់ភ្លើងឲ្យក្តៅឲ្យវាកើតទៅជាប្រេងដូងណាចាំយើងដាក់លីងសាច់ជាមួយនឹងខ្ទិះដូងបងប្អូនបន្ទាប់ពីខ្ទិះដូងយើងចំហៀវកើតទៅជាខ្លាញ់ដូងហើយប្រេងដូងហើយចាប់ផ្ដើមដាក់គ្រឿងយើងចូលលីងបងប្អូនបាទដាក់គ្រឿងចូលឈឹបតែម្ដងបាទលីងនេះនៅក្នុងនេះគឺថាតំណងអត់បងប្អូននៅប្រហុកអីនេះគឺលីងឲ្យវាឈ្ងុយឈ្ងុយចាំយើងដាក់សាច់ប៊ឺនចូលបងប្អូននេះសាច់ប៊ឺនណាស់មកបន្តិចទេមកល្មមមិនដាក់ច្រើនទេបាទមកល្មមចឹងឥឡូវចាប់ដើមលីងប្រហុកលីងគ្រឿងឈ្ងុយបងប្អូនបាទមកលីងណាងុយណាអូជួបពីណែដល់ជាតិមិនឲ្យចង់ភៅងុយនៅឈ្ងុយហើយងាងដាក់គ្រឿងចូលបាទដាក់ត្រីចូលបាទឥឡូវយើងលីងគ្រឿងឲ្យវាឈ្ងុយសិនចាំដាក់សាច់ចូលមានត្រីទេសាច់មឿនច្រឡំអូដល់កបាទខ្លោចបាត់ឥឡូវដាក់ស្អីមិនចូលបងប្អូនបាទដាក់ស្អីមិនចូលបងប្អូនដាក់ស្អីមិនចូលបាទដាក់ស្អីមិនចូលទឹកមើលនេះមិនស្រាយបងប្អូនមកចំហេងទេមើលនេះបាទមើលមកចំហេងដាក់ច្រើនបងប្អូនបាទយើងចាប់ដើមលីងសាច់មើលហ្នឹងបងលីងមិនចូលជាមួយនឹងខ្ទិះដូងរបស់យើងហើយនឹងគ្រឿងលីងរបស់យើងមានតែលក្រីលក្រូចខ្ទឹមក្រហមខ្ទឹមសរបស់យើងទៅបាទចឹងលីងឲ្យវាឈ្ងុយបងប្អូនបាទលីងឲ្យឈ្ងុយហើយចាំយើងរំងាស់ឲ្យបន្ទុះខ្ញុំដាក់ទឹកឲ្យដាក់បន្លែចូលសមអំបិលប្រហុកប៊ីចេងអំបិលប៊ីចេងទៅស៊ុបអីអាហ្នឹងគឺថាដាក់មិនមុខបន្តិចមកត្រូវជាតិខាញ់ហើយថែមអូបាទយើងនៅជនបទស្រុកស្រែមានចេះអីបងប្អូនបាទហើយខែនេះខ្យល់ខ្លាំងនេះមើលខ្យល់ឡើងគូតែអញ្ចឹងយើងបង្កើតភ្លើងទាំងអស់វាយ៉ាងដែរបងប្អូនណាបាទដាំបាយទាំងអស់ឆ្ងាញ់តាបងប្អូនឆ្ងាញ់តាអញ្ចឹងយើងដាំបាយនឹងឆ្នាំងភ្លើងណាមើលទៅមុខចង់ភើនឹងឲ្យឆ្ងាញ់តែមិនលឹកស្រួយបាទបន្ទាប់ពីយើងលីងសាច់រំងាស់មកសន្ទុះឥឡូវយើងចាប់ផ្ដើមដាក់អំបិលចូលបាទអំបិលចូលដាក់អំបិលតិចបាទដាក់អំបិលតិចដាក់ប៊ីចេងតិចបងបាទអញ្ចឹងគឺយើងចាប់ផ្ដើមផ្សំគ្រឿងចូលហើយនឹងដាក់បន្លែណាបងដាក់បន្លែរបស់យើងចូលតែម្ដងបន្លែនេះមានពីរមុខគឺថាមានប្រទេសហាវ៉ៃជាមួយនឹងតឡាចបងប្អូនបាទតឡាចហ្នឹងបងប្អូនបាទអញ្ចឹងយើងដាក់ចូលហើយគឺយើងកូរវាមកបន្តិចទៅហើយក៏ចាប់ផ្ដើមច្របល់ណាបងប្អូនបាទហ្នឹងហើយអានេះជូរខ្ទិះប៉ុណ្ណេះឯងជូរខ្ទិះងាយណាហើយបងទៅពីយើងដាក់បន្លែដាក់គ្រឿងនេះចូលហើយក៏យើងដាក់ទឹកអាទឹកនេះទឹកច្បាច់យកពីខ្ទិះមកហ្នឹងឯងបាទនេះសមានទឹកកកណាបាទទឹកខ្ទិះបាទចាក់ចូលមកលិចបន្លែទៅហើយក៏ដុតភ្លើងទៅបាទអញ្ចឹងអំបិលប្រហុកប៊ីចេងអីគឺថាគ្រឿងយូរផ្សំរួចអស់ហើយបាទហើយទឹកគឺយើងដាក់ថែមទឹកយើងធម្មតាមកលិចបន្លែបងប្អូនបាទមកលិចបន្លែយើងដាក់មកល្មមកុំច្រើនពេកកុំតិចពេកណាបងប្អូននេះហើយជារបៀបលបជូរខ្ទិះបាទប៉ុណ្ណាគឺយើងថាគ្របលឹបមកបាទវ៉ាការរងចាំមកដល់ហើយបងប្អូនយោចង់ភើបងប្អូនអើយនេះឆ្អិនហើយបងប្អូនបាទឡម្ជូរខ្ទិះចំរយៈខ្ទិះយ៉ាងណាបងប្អូនបាទទំនួងណាឆ្អិនបាទរួចរាល់បងប្អូនជូរខ្ទិះដូចទីមើលឡយខាញ់អត់ខាញ់ភ្លុកមកទាំងវែកហ្មងជាតិអត់ជូរខ្ទិះជាតិអត់ជាតិមកជាតិជាតិតាជាតិវ៉ាមើលខាញ់អត់នៅព្រឹមអរគុណបងប្អូនបាទមួយឆ្នាំងនេះឆ្អិនឲ្យបងប្អូនជូរខ្ទិះយើងបាទលើកចេញ